ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីកម្មវិធី Microsoft Word ទាក់ទងនឹងចំណុចមួយគឺទាក់ទងនឹងការប្រើប្រាស់ drop cap បាទអញ្ចឹងសូមអញ្ជើញទៅមើលខ្ញុំទាំងអស់គ្នាបាទអញ្ចឹងដើម្បីប្រើប្រាស់ drop cap យើងត្រូវដឹងថា drop cap គឺជាអ្វី drop cap គឺជា function មួយនៅក្នុង Microsoft Word ដែលអនុញ្ញាតឲ្យយើងនឹងអាចសរសេរអក្សរធំនៅខាងដើមនៃកថាខណ្ឌនីមួយៗអញ្ចឹងរបៀបនៃការប្រើប្រាស់គឺទី1យើងត្រូវបើកកម្មវិធី Microsoft Word សិនអញ្ចឹងខ្ញុំបើកកម្មវិធី Microsoft Word ខ្ញុំបង្កើតស្លាកកិច្ចការថ្មីមួយបន្តមកទៀតខ្ញុំដើម្បីឲ្យអក្សរនៅខាងដើមកថាខណ្ឌធំយើងត្រូវសរសេរអក្សរនោះសិនឧទាហរណ៍ថាខ្ញុំសរសេរពាក្យថាប្រទេសកម្ពុជាបាទប្រទេសកម្ពុជាខ្ញុំផ្លាស់ប្ដូរ font អក្សរឲ្យហើយខ្ញុំយក font ខ្មែរ OS បាត់ដំបងទំហំវា18បាទអញ្ចឹងដើម្បីធ្វើអក្សរនៅខាងដើមកថាខណ្ឌជាប្រភេទអក្សរធំទី1យើងត្រូវ select ទៅលើអក្សរនោះសិនបាទអញ្ចឹងខ្ញុំ select លើអក្សរប្របន្ទាប់មកខ្ញុំចុចលើម៉នុយមួយឈ្មោះថា insert ខ្ញុំទៅរកមើលពាក្យថា drop cap បាទខ្ញុំចុចលើ drop cap មានជម្រើស2ឲ្យយើងជ្រើសរើសគឺទី1ប្រភេទ drop និងប្រភេទទី2គឺ in margin អញ្ចឹងអាស្រ័យទៅតាមរបៀបនៃការប្រើប្រាស់និងអត្ថបទរបស់អ្នកទាំងអស់គ្នាដែលចង់ប្រើប្រាស់ទម្រង់មួយណាអញ្ចឹងយើងក៏អាចជ្រើសរើសដោយខ្លួនឯងគឺនៅត្រង់ចំណុច drop cap option បាទអញ្ចឹងខ្ញុំជ្រើសរើសប្រភេទ drop អញ្ចឹងខ្ញុំនៅក្នុងការប្រភេទជ្រើសប្រភេទ drop នេះគឺយើងអាចធ្វើការផ្លាស់ប្ដូរ font មិនដែលធ្វើការផ្លាស់ប្ដូរឧទាហរណ៍ថាឥឡូវយើងចង់ផ្លាស់ប្ដូរ Pro ទៅជា font ផ្សេងក្រៅពីខ្មែរឲ្យបាត់ដំបងឥឡូវខ្ញុំយកជាប្រភេទខ្មែរ OS បុកខ្ញុំរើសយកតែម្ដង select យកវាឲ្យខ្ញុំយកខ្មែរ OS ដាក់អក្សរខ្មែរ OS មូល line ចា៎បាទបន្ទាប់មកតេទៅនឹង line to drop គឺបានន័យថានៅពេលដែលឲ្យអក្សរប្រនឹងធំហើយអក្សរតូចនេះគឺប្រមាណជួរទើបវាអាចធ្លាក់មកខាងក្រោមអក្សរប្រហ្នឹងអញ្ចឹងខ្ញុំយក3ហើយចំណាយចម្ងាយពីអក្សរប្រទៅប្រទេសកម្ពុជាហ្នឹងចម្ងាយវាប្រមាណសង់ទីម៉ែត្រអញ្ចឹងខ្ញុំអត់យកទេខ្ញុំយក0ខ្ញុំចុចអូខេបាទអញ្ចឹងយើងមើលអត្ថបទដែលយើងបានអក្សរដែលយើងទទួលបានគឺប្រភេទបែបនេះដូចដែលយើងបានកំណត់មិញហ្នឹងតោះមកយើងអាចសរសេរមកសរសេររហូតមកដល់បាទឧទាហរណ៍ឥឡូវយើងសុំទោសខ្ញុំធ្វើការដូរវិញបាទខ្ញុំសរសេរយករកតែម្ដងសុំទោសបាទសេរបាទអញ្ចឹងដោយសារមិញហ្នឹងយើងកំណត់យក3ជួរឥឡូវយើងចាំមើលតើ3ជួរវាធ្លាក់មកខាងក្រោមដែរទេបាទដោយសារវាអត់ទាន់ផុតអក្សរយើងអត់ទាន់ផុតអញ្ចឹងជួរទី4វានឹងធ្លាក់មកបាទនេះគឺដោយសារយើងកំណត់មិញហ្នឹងអញ្ចឹងការដាក់អក្សរទៅជាអក្សរ drop cap គឺត្រូវបានបញ្ចប់នៅពេលនេះបាទសូមអរគុណច្រើន